10 វិធីដែលប្តីអាចធ្វើឲ្យប្រពន្ធមានភាពរីករាយសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទមួយដែលប្តីគ្រប់រូបគួរយល់ដឹងតើធ្វើដូចម្តេចដើម្បីឲ្យប្រពន្ធរបស់យើងមានសុភមង្គលអាពាហ៍ពិពាហ៍មិនមែនគ្រាន់តែជាការរស់នៅជាមួយគ្នាទេគោលដៅសំខាន់មួយគឺការធ្វើឲ្យជីវិតរបស់មនុស្សពីរនាក់កាន់តែមានសេចក្តីស្រឡាញ់និងសុភមង្គលដូច្នេះខាងក្រោមនេះគឺជា10ចំណុចដែលស្វាមីអាចចាប់ផ្ដើមអនុវត្តបានទី1ធ្វើខ្លួនឲ្យคล้ายជាមនុស្សដែលមានសុភមង្គលបើអ្នកតែងតែអវិជ្ជមានត្អូញត្អែខឹងនិងបន្ទោសអ្នកដទៃអារម្មណ៍ទាំងនោះនឹងប៉ះពាល់ដល់ប្រពន្ធរបស់អ្នកផងដែរចាប់ផ្ដើមគ្រប់គ្រងចិត្តនិងអារម្មណ៍របស់ខ្លួនពេលអ្នកមានភាពស្ងប់ស្ងាត់និងវិជ្ជមានប្រពន្ធក៏មានអារម្មណ៍ថាការរស់នៅជាមួយអ្នកមានសុវត្ថិភាពនិងរីករាយជាងមុនទី2ស្គាល់និងឲ្យតម្លៃភាពស្រស់ស្អាតរបស់ប្រពន្ធកុំគិតថារៀបការហើយមិនចាំបាច់សរសើរគ្នាទៀតនិយាយទៅនាងថាថ្ងៃនេះអ្នកស្អាតណាស់ឬខ្ញុំចូលចិត្តស្នាមញញឹមរបស់អ្នកពាក្យសរសើរដ៏ស្មោះត្រង់អាចធ្វើឲ្យប្រពន្ធមានអារម្មណ៍ថានាងនៅតែជាមនុស្សពិសេសសម្រាប់អ្នកទី3ប្រាប់នាងថាអ្នកស្រឡាញ់នាងបុរសខ្លះគិតថានាងដឹងហើយថាខ្ញុំស្រឡាញ់នាងប៉ុន្តែការដឹងនិងការឮពាក្យស្រឡាញ់គឺមិនដូចគ្នាទេកុំខ្មាស់អៀនក្នុងការនិយាយថាខ្ញុំស្រឡាញ់អ្នកហើយកាន់តែសំខាន់គឺត្រូវបង្ហាញតាមសកម្មភាពថាពាក្យនោះមានន័យពិតទី4ប្រាប់នាងថាអ្នកដឹងគុណនាងប្រពន្ធធ្វើការជាច្រើនសម្រាប់គ្រួសារដែលពេលខ្លះប្តីអាចមើលរំលងនិយាយថាអរគុណសម្រាប់អ្វីៗដែលអ្នកធ្វើសម្រាប់គ្រួសារពីអរគុណមួយម៉ាត់អាចធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍ថាការខិតខំរបស់គេត្រូវបានមើលឃើញនិងមានតម្លៃទី5កុំបញ្ចេញកំហឹងដាក់ប្រពន្ធកំហឹងអាចធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍ភ័យនិងមិនមានសុវត្ថិភាពបើអ្នកខឹងសូមឈប់សិនដកដង្ហើមស្ងប់ស្ងាត់ហើយនិយាយនៅពេលអារម្មណ៍ចុះបរិសុទ្ធដែលខ្លាំងមិនមែនជាបរិសុទ្ធដែលស្រែកខ្លាំងបំផុតទេបរិសុទ្ធដែលខ្លាំងគឺជាបរិសុទ្ធដែលអាចគ្រប់គ្រងខ្លួនឯងបានទី6រក្សាភាពវិជ្ជមានទោះបីអ្នកដទៃកំពុងអវិជ្ជមានក៏ដោយនៅពេលមានបញ្ហាកុំធ្វើឲ្យផ្ទះคล้ายជាកន្លែងដែលមានតែការត្អូញត្អែនិងការរិះគន់ធ្វើជាមនុស្សដែលប្រពន្ធអាចពឹងផ្អែកបានធ្វើជាមនុស្សដែលនាំភាពស្ងប់ស្ងាត់និងសង្ឃឹមចូលក្នុងគ្រួសារទី7សរសើរប្រពន្ធជាញឹកញាប់កុំរងចាំដល់ថ្ងៃខួបអាពាហ៍ពិពាហ៍ទើបនិយាយពាក្យផ្អែមសរសើរនាងពីភាពស្រស់ស្អាតសរសើរនាងពីការខិតខំសរសើរនាងពីចរិតល្អសរសើរនាងពីការថែរក្សាគ្រួសារធ្វើឲ្យប្រពន្ធដឹងថាអ្នកមើលឃើញគុណសម្បត្តិរបស់នាងទី8រៀនស្ដាប់ឲ្យបានជ្រៅការស្ដាប់មិនមែនគ្រាន់តែស្ដាប់ពាក្យដែលនាងនិយាយទេពេលខ្លះពាក្យដែលនាងនិយាយអាចលាក់អារម្មណ៍ផ្សេងទៀតនៅខាងក្រៅដូច្នេះកុំប្រញាប់កាត់សេចក្តីថាអ្នកគិតច្រើនពេកហើយសាកសួរថាតើមានអ្វីធ្វើឲ្យអ្នកមានអារម្មណ៍បែបនេះពេលអ្នកស្ដាប់ដោយចិត្តចង់យល់មិនមែនស្ដាប់ដើម្បីតបវិញទំនាក់ទំនងនឹងកាន់តែជិតស្និទ្ធទី9មានវត្តមានពិតប្រាកដសម្រាប់ប្រពន្ធសប្តាហ៍ថ្ងៃបញ្ហាធំមួយគឺទូរស័ព្ទប្តីនៅផ្ទះប៉ុន្តែចិត្តនៅក្នុងទូរស័ព្ទនៅជាមួយប្រពន្ធប៉ុន្តែមើលទូរស័ព្ទប្រពន្ធនិយាយប្តីមើលទូរទស្សន៍សូមចាំពាក្យមួយវត្តមានរបស់អ្នកគឺជាអំណោយសម្រាប់ប្រពន្ធរបស់អ្នកពេលនាងចង់និយាយសូមដាក់ទូរស័ព្ទចុះហើយមើលមុខនាងឲ្យនាងដឹងថាខ្ញុំនៅទីនេះសម្រាប់អ្នកទី10ស្រឡាញ់និងថែរក្សាប្រពន្ធដោយចេតនាកុំគិតថាសេចក្តីស្រឡាញ់នឹងនៅដដែលដោយមិនចាំបាច់ថែរក្សាសេចក្តីស្រឡាញ់ត្រូវការយកចិត្តទុកដាក់រាល់ថ្ងៃផ្ញើសារល្អមួយទិញអ្វីតូចមួយជូននាងជួយការងារផ្ទះនាំនាងទៅញ៉ាំអាហារអោបនាងនិយាយពាក្យផ្អែមឬគ្រាន់តែប្រាប់ថាខ្ញុំមានសំណាងដែលបានរៀបការជាមួយអ្នកបងប្អូនទាំងអស់គ្នាទាំង10ចំណុចនេះមិនមែនជារឿងធំដុំទេប៉ុន្តែបើអនុវត្តជាប្រចាំវាអាចផ្លាស់ប្ដូរបរិយាកាសក្នុងគ្រួសារបានយ៉ាងខ្លាំងហើយសូមចាំថាកុំធ្វើអ្វីទាំងនេះដើម្បីបង្ខំឲ្យប្រពន្ធតបស្នងមកអ្នកធ្វើព្រោះអ្នកចង់ក្លាយជាស្វាមីដែលល្អជាងមុនពេលអ្នកកាន់តែស្រឡាញ់គោរពស្ដាប់និងយកចិត្តទុកដាក់ប្រពន្ធក៏មានឱកាសកាន់តែច្រើនក្នុងការមានអារម្មណ៍ថានាងមានសុវត្ថិភាពនិងមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍ចុងក្រោយនេះសូមសួរខ្លួនឯងមួយសំណួរថ្ងៃនេះតើខ្ញុំបានធ្វើអ្វីមួយដែលធ្វើឲ្យប្រពន្ធរបស់ខ្ញុំមានសុភមង្គលហើយឬនៅបើចម្លើយគឺនៅមិនទាន់កុំបារម្ភអ្នកអាចចាប់ផ្ដើមពីថ្ងៃនេះសេចក្តីស្រឡាញ់មិនត្រូវការរឿងធំទេវាត្រូវការការយកចិត្តទុកដាក់តូចៗដែលធ្វើជារៀងរាល់ថ្ងៃ